ឡើងជាង10គ្រាប់ឲ្យគ្មានត្រូវអន្តតិចទេបងប្អូនអើយថ្ងៃនេះខ្ញុំនាំសុកជាដើរលេងអង្គរទោះបីជាខ្ញុំអ្នកស៊ីមហៀបក៏ដោយប៉ុន្តែសួនសត្វអង្គរនោះមិនដែរបានចូលសោះលើកទី1ហើយទៅហួសមកហួសអញ្ចឹងដល់ពេលទៅដល់បងប្អូនហើយគឺសប្បាយចិត្តខ្លាំងមែនតើឃើញនិស្សិតមកពីបំពេញមួយក្រុមគាត់ឃើញសុកជាគាត់ស្រែកហូតែម្ដងគាត់សប្បាយចិត្តខ្លាំងជួបសុកជាអញ្ចឹងហើយក៏គាត់និយាយលេងក៏នាំគ្នាថតដល់ពេលខ្ញុំឃើញទស្សនភាពអញ្ចឹងក៏សប្បាយចិត្តខ្លាំងមែនតើតែទៅណាទៅណីក៏បងប្អូនស្គាល់ដែរបងប្អូនហើយទៅកន្លែងណាក៏គេស្គាល់មកសុកជាដែរនេះបងប្អូនខ្ញុំឃើញហើយសប្បាយចិត្តខ្លាំងពេកចង់ស្រក់ទឹកភ្នែកសំបីតែខ្ញុំចូលស្លេងនេះបងប្អូនគឺរំភើបខ្លាំងមែនតើត្មងណាហើយក៏អរគុណពួកគាត់ជាពិសេសគាត់ដែលខ្ញុំចូលទៅដល់សួនសត្វនៅខាងក្នុងកន្លែងគេលក់ត្រីចំណីត្រីហ្នឹងគាត់រត់ជ្រូតែម្ដង100សុកជាទេបងប្អូនអញ្ចឹងខ្ញុំអរគុណពួកគាត់ហើយក៏អរគុណបងប្អូនជាច្រើនដែរដែលឆ្លាញ់ចូលចិត្តមកសុកជាហើយចំពោះបងប្អូនដែលភ្ញៀវទេសចរមិនថាភ្ញៀវជាតិអន្តរជាតិទេនៅពេលបានមកលេងអង្គរវត្តទឹកដីខេត្តសៀមរាបនេះហើយកុំភ្លេចណាចូលទស្សនាសួនសត្វអង្គរពេលដែលយើងចូលលេងចឹងទៅគេឲ្យគិតថ្លៃគឺហ្វ្រីតែម្ដងគ្រាន់តែថាយើងទិញចំណីត្រីមកកញ្ចប់2កញ្ចប់ចឹងទៅសម្រាប់ឲ្យត្រីស៊ីនៅក្នុងហ្នឹងណាហើយនៅក្នុងហ្នឹងមានរបស់លេងល្អអាហារដ្ឋាននិយាយទៅមានរបស់ច្រើនប្លែកៗតែម្ដងប៉ុន្តែខ្ញុំទៅហ្នឹងដោយសារខ្ញុំមានពេលវេលាទៅចឹងទៅខ្ញុំដើរលេងបានតិចកន្លែងទេអញ្ចឹងបន្ទាប់ពីខ្ញុំដើរបាច់ចំណីត្រីហើយចឹងទៅខ្ញុំដល់កន្លែងគេបាញ់ព្រួយបងប្អូននិយាយទៅបាញ់ឡើងជាង10គ្រាប់គ្មានត្រូវអីតាន់តិចទេហើយនៅពេលដែលយើងបាញ់ព្រួយហ្នឹងអត់ថ្លៃប្រហែលទេគឺថា10គ្រាប់5000ប៉ុន្តែគេថាគេ free ឲ្យយើង2គ្រាប់ចឹងបាន2 10គ្រាប់ចឹងណាប៉ុន្តែទោះបីជាគេថែម2គ្រាប់ក៏បាញ់មិនត្រូវដែរបន្ទាប់មកទៀតសុកជាទៀមមកផ្ទះដោយសារគាត់អស់កម្លាំងគាត់ដើរមកព្រឹកហើយចឹងទៅក៏គាត់ឃ្លាននំហើយខ្ញុំនៅវិញក៏សួរតើកូនឯងចង់ញ៉ាំនំអីគាត់ថាចង់ញ៉ាំនំពងទាព្រោះគាត់ធ្លាប់នៅសាលាគាត់ទិញតែនំពងទាញ៉ាំដែរនំពងទាចាក់តាមខ្នល់តាមអីហ្នឹងណាដល់ពេលចឹងទៅខ្ញុំខាននៅស៊ីមរៀបយូរហើយណាមួយខ្ញុំមកពីអង្គរថ្ងៃផងចឹងទៅមិនដឹងទិញណាទេក៏សួរមិត្តភក្តិខ្ញុំគាត់ថាចេះគាត់ឃើញគេបើកហាងមួយគេដាក់ថានំពងមាន់រសជាតិដើមតាមបែបតៃវ៉ាន់ហើយខ្ញុំភ្ញាក់ខ្លួនព្រឹកតែម្ដងព្រោះខ្ញុំធ្លាប់ឃើញ page Ellie Bella គេផុសហើយខ្ញុំមិនគិតថាគេមានហាងបើកនៅសៀមរាបបងប្អូនអញ្ចឹងគ្រាន់តែពេលនាំសុកជាចូលដល់ខាងក្នុងផ្លឹបគ្រាន់តែបើកទ្វារខ្វាក់មកអូយក្លិនឈ្ងុយខ្លាំងមែនតើគ្រាន់តែធំក្លិនឈ្ងុយនឹងចង់ញ៉ាំភ្លាមតែម្ដងនិយាយទៅគោម្ដងទៅនឹងចង់ទិញឲ្យសុកជាទេប៉ុន្តែចង់បញ្ចប់បងប្អូនឯម៉ាក់សុកជាក៏ទិញញ៉ាំខ្លួនឯងដែរព្រោះមើលទៅវាតំណងហើយមានស្តង់ដារទៀតបងប្អូនហើយអញ្ចឹងហើយខ្ញុំសួរគេថាមានប្រមាណរសជាតិក៏គេប្រាប់ខ្ញុំថាមានរសជាតិដូងមានរសជាតិសូកូឡាហើយក៏មានរសជាតិឈីសហើយនឹងមានរសជាតិច្រើនទៀតមួយវិញទៀតតម្លៃក៏សមរម្យចាំបង្ការទៀតបងប្អូនឯម៉ាក់សុកជាថាទិញតែមួយប៉ុន្តែចង់បញ្ចប់ទិញឡើង3ដោយសារតែយើងបានរបស់ឆ្ងាញ់ហើយទៅកុំភ្លេចអ្នកមានគុណមួយវិញទៀតចង់ឲ្យបងប្អូនញាតិមិត្តចិត្តខាងមកភ្លក់ជាមួយខ្ញុំដែរបងប្អូនព្រោះឃើញល្អមានគុណភាពចឹងហើយខ្ញុំធ្លាប់តែញ៉ាំនំពងមាន់ពងទានឹងឯងនិយាយដាក់ពឹបចឹងអួលតែម្ដងបើមិនមានទឹកជំនួយពេលខ្លះលេបអត់ចូលណាសូម្បីតែទិញនំនៅឥណ្ឌាក៏ដោយទិញមកអួលប៉ុន្តែនំពងមាន់រសជាតិដើមបែបតៃវ៉ាន់បងប្អូនគឺឆ្ងាញ់ខ្លាំងមែនតើវាទុនវាទុនឆ្ងាញ់ត្មងរសជាតិក៏ឈ្ងុយខ្ញុំមិនដឹងថាបរិយាយមិនពាក្យថាឆ្ងាញ់ម៉ាត់បងប្អូនហើយខ្ញុំនិយាយបែបហ្នឹងមិនមែនគេហៅខ្ញុំប្រម៉ូទស្អីទេគ្រាន់តែឃើញរបស់ល្អរបស់ឆ្ងាញ់របស់មានស្តង់ដារហើយរសជាតិប្លែករសជាតិដើមឲ្យទៅនិយាយទៅឆ្ងាញ់ត្មងអញ្ចឹងហើយបាទខ្ញុំថតចែកជូនបងប្អូនហើយថតហ្នឹងមិនមែនចេះតែថតទេក៏សុំគេថតដែរទេព្រោះខ្ញុំញាក់ផលិតវីដេអូអញ្ចឹងទៅតាណាខ្ញុំញ៉ាំអីខ្ញុំតែថតអញ្ចឹងព្រោះវាជារឿងធម្មតាសម្រាប់អ្នកផលិតវីដេអូហើយនំចុងក្រោយដែលខ្ញុំញ៉ាំនេះគេហៅនំពងមាន់រសជាតិដើមដាក់ជីសដាក់អីចឹងឆ្ងាញ់ខ្លាំងមែនតែម្ដងហើយខ្ញុំនិយាយណាស់ចឹងខ្ញុំមកបានប្រម៉ូទទេគ្រាន់តែឃើញនំល្អនំគុណភាពចឹងក៏បង្ហាញបងប្អូនចឹងព្រោះអីបងប្អូនប្រកាសជាដឹងថាខ្ញុំគឺជាអ្នកផលិតវីដេអូវាជារឿងធម្មតាទេដែលថាខ្ញុំតាណាខ្ញុំតែងតែថតចឹងហើយបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់ភ្លក់រសជាតិនំពងមាន់រសជាតិដើមបែបតៃវ៉ាន់ហ្នឹងងាយស្រួលរកខ្លាំងមែនតើទីតាំងគឺនៅក្រោយផ្លូវនៅក្រោយស្តាតចាស់ផ្លូវទៅផ្សារកន្លាញ់ហ្នឹងហាងរបស់គាត់ក៏មានលក់នំខេកផងដែរអញ្ចឹងហើយបងប្អូនងាយស្រួលខ្លាំងមែនតើអូខេបងប្អូនបន្ទាប់ពេលមកដល់ផ្ទះហើយអញ្ចឹងទៅខ្ញុំរៀបឲ្យម្ដាយខ្ញុំពិសាបងប្អូនហើយម្ដាយខ្ញុំមុននឹងខ្ញុំហៅគាត់អង្គុយពិសាហ្នឹងគឺគាត់បានម្ដុំរួចសាក់ទុកជាយកឲ្យគាត់អញ្ចឹងឯសុកជាវិញអៀនគេឃើញស្រីក្នុងហាងគេមិនសូវហ៊ានហៅថាបញ្ចេញសកម្មភាពតែគេជួយញ៉ាំទេគេថាគេធ្វើខ្លួនជាសុភាពបរោះហ៎បងប្អូនដល់ពេលដល់ផ្ទះចាំបង្ការទៀតដាក់មួយម៉ាត់ទៅម៉ាត់ញ៉ាំសឹងតែមិនតាន់តែម្ដងហើយនៅពេលមកដល់ផ្ទះមុខម្ហូបខ្ញុំថ្ងៃនេះគឺទឹកត្រីផ្អែមញ៉ាំជាមួយបាញ់ហោជាមួយសាច់ជ្រូកនឹងអាចបន្តែចៃដន្យនេះខ្ញុំមកបានទៅផ្សាររវល់ទៅដើរលេងឲ្យបងអូនខ្ញុំទៅទិញសាច់ជ្រូកទិញស្មាមុខឬទិញសាច់3ជាន់ដល់ពេលបងអូនខ្ញុំគាត់មិនទិញសាច់3ជាន់គាត់ទៅទិញសាច់សុទ្ធអញ្ចឹងហើយដល់ពេលរៀងញ៉ាំទៅវារៀងស្ពឹកថាវាអត់សូវឆ្ងាញ់អញ្ចឹងហើយនេះខ្ញុំកំពុងតែលាយគ្រឿងទឹក
ត្រីផ្អែមលាយគ្រឿងទឹកត្រីផ្អែមរបស់ខ្ញុំខ្ញុំបានយកស្ករទៅកន្លោចស្អីទេព្រោះអីខ្ញុំចូលចិត្តធ្វើតាមវិធីនេះវាងាយលឿនស្រួលត្មងបើតែចេញមករសជាតិឆ្ងាញ់ដូចតែយើងយកស្ករទៅកន្លោចទាំងឯងបងប្អូនហើយនេះខ្ញុំកំពុងតែហាន់សាច់ជ្រូកខ្ញុំហាន់តាមបែបនឹងហ្មងទៅប៉ុន្តែបើសិនបងប្អូនហាន់តាមបែបផ្សេងជួយខមមិនប្រាប់ខ្ញុំនៅក្រោមវីដេអូនឹងផងហើយសាច់ជ្រូកដែលខ្ញុំធ្វើមិនសូវជាច្រើនបានទេព្រោះថ្ងៃនេះបងប្អូនអត់ជុំគ្នាប្រហែលខ្ញុំធ្វើតិចតួចទេបើមិនសមអីបងប្អូនមកឡើងច្រើនកកតែម្ដងហ្មងអញ្ចឹងណាហើយចំពោះបាញ់ហយខ្ញុំទិញតែ1គីឡូដែរទិញតិចទេហើយបាញ់ហយខ្ញុំដែលធ្វើហ្នឹងនិយាយទៅខ្ញុំអត់បានយកខ្ទឹមទៅបំពងឬក៏ដាក់ស្លឹកខ្ទឹមទេដោយសារតែមួយរយៈខ្ញុំមកនៅស្រុកខ្មែរអញ្ចឹងទៅខ្ញុំញ៉ាំដិតប្រៃតិចទៅហើយផ្អែមតិចទៅមានរំថាឈឺក្បាលប្រហែលថ្ងៃហ្នឹងអញ្ចឹងហើយខ្ញុំព្យាយាមកាត់បន្ថយខ្លះទៅដើម្បីការពារកុំឲ្យមានបញ្ហាអីមួយដោយបងប្អូនដឹងថាខ្ញុំមានបញ្ហាសពាតឈាមអញ្ចឹងហើយអារឿងហ្នឹងវារឿងប្រយ័ត្នប្រយែងតិចហើយវាខុសពីអ្នកដទៃដែលគាត់មិនមានបញ្ហាអស់ហ្នឹងទៅគាត់ញ៉ាំរៀងដិតវាមិនអីទេតែសម្រាប់ខ្ញុំត្រូវតែការពារបន្តិចហើយអូខេបងប្អូនសូមអញ្ជើញឆ្ងាញ់ជាមួយខ្ញុំហើយខ្ញុំដាក់មួយម៉ាត់ទៅមួយម៉ាត់ឆ្ងាញ់ខ្លាំងមែនតើព្រោះនៅស្រុកខ្មែរខ្ញុំគួរតែញ៉ាំហូបចឹងទៅព្រោះនៅស្រុកឥណ្ឌាវារកអញ្ចឹងមិនបានទេអូខេបងប្អូនហើយវីដេអូខ្ញុំហ្នឹងក៏មានប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនដែលតែងឆ្លងចិត្តម៉ាក់សុជាជូនពរបងប្អូនឲ្យមានសុខភាពល្អសំណាងល្អរកស៊ីមានបានទាំងអស់គ្នាចាំជួបគ្នានឹងបងប្អូនវគ្គក្រោយអរគុណ